ព្រះមហាបរោះនិងនាងអមរាក៏បានសេចក្តីសុខសួស្តីតរៀងទៅព្រះមហោសថជាអគ្គមហាសេនាបតីមានសេចក្តីព្យាយាមរៀបចំព្រះនគរឲ្យថ្កុំថ្កាន់រុងរឿងបរិបូរណ៍ដោយភោគសម្បត្តិគ្រប់ប្រការព្រមទាំងចាត់ការពារធ្វើបន្ទាយរាយព័ទ្ធប្រដាប់ដោយកំពែង7ជាន់មានខ្នងបយានបាននិងគូ7ជាន់មានទឹកជ្រៅមានក្រពើកាចមានទ្វារតូចទ្វារធំមានមុំគ្រប់ទ្វារទាំងអស់មានគ្រឿងអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រការឥតមានសត្រូវណាមកបៀតបៀនបានឡើយទ្រង់បានចាត់ការឲ្យមន្ត្រីអ្នកមានគំនិតចិត្តស្អិតនៅធ្វើការជាមួយនឹងស្ដេចទាំង101នគរដើម្បីយកការក្រែងមានស្ដេចណាមួយមានគំនិតអាក្រក់អាងអំណាចរឹបជាន់រំលោភលើនគរដតីទ្រង់ចិញ្ចឹមសេកសំបណ្ឌិតមួយឈ្មោះមាធុរៈមានប្រាជ្ញាជ្រះវៃទ្រង់ចាត់សេកនោះឲ្យទៅស៊ើបការឯនគរនានាសេកនោះហៅទៅស៊ើបការមើលឃើញថាអាចារ្យគេវដព្រាហ្មណ៍ជាអ្នកមានប្រាជ្ញារបស់ស្ដេចជលនីព្រហ្មទត្តនានគរឧត្តរបញ្ចាលជាមនុស្សអាក្រក់សម័យមួយព្រះបាទជលនីព្រហ្មទត្តនិងអាចារ្យគេវដព្រាហ្មណ៍និងនាយទាហាន10នាក់នាំទៅគិតក្នុងព្រៃស្ងាត់ថានឹងលើកទ័ពទៅដណ្ដើមយកនគរតូចៗឲ្យបានមកជាចំណុះរបស់ខ្លួនទាំងអស់រួចហើយលើកទ័ពទៅដណ្ដើមយកនគរធំទៀតសេកបានដឹងការដូច្នោះហើយក៏ត្រឡប់មកថ្វាយដំណឹងដល់ព្រះមហោសថជាម្ចាស់របស់ខ្លួនវិញព្រះមហាបរោះបានជ្រាបហើយក៏ប្រុងប្រៀបពួកពលបំរុងចាំការពារព្រមទាំងបង្កើតគ្រឿងអាវុធយុទ្ធភ័ណ្ឌព្រមទាំងស្បៀងអាហារឲ្យមានគ្រប់គ្រាន់ល្មមទុកប្រើប្រាស់បានយូរឆ្នាំបានចាប់និខិតបរោះដ៏ច្រើនគ្នាឲ្យទៅបង្កប់ខ្លួនតាមព្រំប្រទល់ដែនដើម្បីចុះចូលជួយធ្វើការបច្ចាមិត្តហើយលួចយកគំនិតមកថ្វាយព្រះអង្គវិញលំដាប់នោះអាចារ្យគេវដព្រាហ្មណ៍នាំព្រះបាទជលនីលើកពលទាហានទៅដណ្ដើមយកនគរតូចប្រមាណ101បានមកជាបរិវារសម្រេចតាមសេចក្តីប្រាថ្នារួចទៅលើកពលក្នុងនគរជាបរិវារទាំងនោះចេញទៅដោយបំណងនឹងចាប់ព្រះបាទវិទេហរាជនិងព្រះពោធិសត្វបានឡោមព័ទ្ធនគរមិថុលាជុំចិត្តបិទស្រូវអង្គស្បៀងអាហារមិនឲ្យនាំចេញចូលបានប៉ុន្តែលោកបានដឹងថានគរនោះសម្បូរឥតខ្វះខាតអ្វីសោះហើយព្រមទាំងចាញ់ឧបាយកច្រើនដងច្រើនគ្រាទៀតផងថែមទាំងពួកទាហានត្រូវអាវុធស្លាប់ច្រើនផងក៏បាយជាផ្ញើសារសុំជួបនឹងព្រះមហោសថដើម្បីធ្វើធម្មយុត្តគឺចម្បាំងធរនៅទីធម្មយុត្តមណ្ឌលដោយយោបល់ថាមហោសថតែងក្រាបសំពះមនុស្សចាស់ជាប្រក្តីកាលបើគាត់សំពះយើងនឹងប្រកាសថាមហោសថសំពះសុំចុះចាញ់ព្រះមហោសថជ្រាបឧបាយដោយពួកនិខេតបរោះលោបសរសេរចងនឹងកំបិតសបាញ់រំលងកំផែងមកថ្វាយក៏ឆ្លើយតបថាលោកអាចារ្យគេវដព្រាហ្មណ៍ចាំជួបនឹងខ្ញុំនៅមណ្ឌលដែលខ្លួនកំណត់ទុកចុះឆ្លើយហើយទ្រង់ចេញអំពីព្រះនគរជាមួយនឹងពួកសេនាធិការ1000នាក់ដែលជាសម្លាញ់កើតក្នុងថ្ងៃជាមួយគ្នាមានពួកទាហានហែហោមឆ្ពោះទៅកាន់ធម្មយុត្តមណ្ឌលពួកនិខេតបរោះក៏ចូលមកជុំចិត្តអាចារ្យគេវដព្រាហ្មណ៍និងព្រះបាទជលនីដើម្បីការពារព្រះមហោសថអាចារ្យគេវដព្រាហ្មណ៍សួរព្រះមហោសថថាយើចៅមហោសថយើងមកទីនេះយូរថ្ងៃហើយម្ដេចក៏ឯងមិនចេញមកធ្វើបដិសន្ធារៈនឹងយើងបាទលោកតាអាចារ្យខ្ញុំបំរុងនឹងចេញមកយូរហើយតែរកវត្ថុឲ្យសមនឹងកិត្តិយសមកជូនលោកតាពុំទាន់ទៅតែថ្ងៃនេះខ្ញុំបានកែវមณีនេះលោកតាទទួលយកចុះថាបណ្ដាលើបង្ហាញបណ្ដានៅកែវមณีរតជាព្រះរាជទ្រព្យបុរាណមានជ្រុង8ហើយទម្លាក់លើដៃទាំងពីរនៃអាចារ្យគេវដព្រាហ្មណ៍ដែលកំពុងត្រេកអររខិបរខប់លុកមកទទួលយកទៅហើយក៏ធ្លាក់ទាបព្រះបាទព្រះពោធិសត្វកាលអាចារ្យគេវដព្រាហ្មណ៍អោនរើសកែវមณีព្រះពោធិសត្វសង្កត់កញ្ចឹងកដោយព្រះហម្ខាងសង្កត់ឆ្នុកក្បិនដោយព្រះហម្ខាងចែវវុវីឆ្លីជ្រមុចរុញរុះមកនឹងផែនដីចេញឈាមហូររហាមស្រែកថា
ក្រោកឡើងលោកតាក្រោកឡើងលោកតាខ្ញុំក្មេងណាស់ម្ដេចក៏ក្រាបសំពះខ្ញុំពុំព្រមក្រោកសោះស្រែកយ៉ាងនេះហើយក៏ក្រវែងខ្ពូកបោកចោលទៅក្នុងទីឆ្ងាយអាចារ្យគេវដៈព្រាមក្រោកឡើងភ័យស្លន់ស្លោកវង្វេងវង្វាន់បាត់ស្មារតីព្រះបាទជលនីនិងស្ដេច101ព្រះអង្គត្រូវពួកនិខេតបរោះព្យួងអាវុធចំបំពង់កផ្គងអញ្ជលីក្រាបថ្វាយបង្គំព្រះមហាពោធិសត្វពួកសេនាក៏បាក់ទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅព្រះបាទជលនីក្រោយពីបានការអភ័យអំពីសំណាក់ព្រះពោធិសត្វហើយទៅជួបនឹងអាចារ្យគេវដៈព្រាមត្រូវអាចារ្យគេវដៈព្រាមជំរុញឲ្យលើកទ័ពមកម្ដងទៀតឡោមព័ទ្ធបិទទ្វារធំទ្វារតូចនៃនគរមិថិលាឥតឲ្យអ្នកណាចេញចូលបានសោះព្រះពោធិសត្វបានបង្រៀនមុនសម្ងាត់ដល់ព្រាហ្មណ៍ម្នាក់ឈ្មោះអនុគេវដៈព្រាមនោះទទួលប្រណិប័តតាមមុនព្រះពោធិសត្វឡើងទៅលើក្នុងកំពែងខាងក្រៅបោះនំចំណីឲ្យពួកសេនារបស់ព្រះបាទជលនីស្រាប់តែពួកអ្នកនគរមិថិលាដែលខ្លួនបញ្ចេះហើយឡើងដេញតាមវាយព្រាហ្មណ៍នោះពពូនចុះពពូនឡើងចាប់បានក្រញិចលាបកំតិចដីឥដ្ឋក្រហមចងជើងចងដៃវាយបែកខ្នងហូរឈាមហើយដាក់សម្រែកសម្រូតចុះទៅខាងក្រៅកំពែងរួចហើយស្រែកថាអាចង្រៃបំផ្លាញផ្ទៃក្នុងអាឯងទៅនៅនឹងពួកអាឯងនោះចុះពួកបរោះរបស់ស្ដេចជលនីក៏ស្ទុះមកទទួលស្រាយចំណងនាំយកទៅសួរអនុគេវដៈព្រាមថ្លែងអំពីភ័យអាក្រក់របស់ខ្លួនទូលព្រះបាទជលនីថាពីដើមខ្ញុំព្រះអង្គជាមន្ត្រីធំម្នាក់របស់ព្រះបាទវិទេហរាជតាំងអំពីអដែងមហោសុតកូនអ្នកស្រែកំពូចមនុស្សថោកទាបមកធ្វើជាធំក៏បំបាក់មុខតំណែងរបស់ខ្ញុំព្រះអង្គអស់ខ្ញុំរស់ទាំងរងកម្មចាំតែកងទ័ពព្រះអង្គមកទ័ពនគរមិថិលាខ្ញុំនឹងរត់មកចូលខ្ញុំទៅនឹងលោបមកភ្ជាប់សេចក្តីរាប់អានស្រាប់តែពួកមហោសុតត្រួតគ្នាវាយ៉ាងដំណំក្រំស្ទើរស្លាប់ម្លោះហើយបើនឹងស្លាប់សូមឲ្យស្លាប់ក្រោមព្រះបាទព្រះអង្គឯនេះវិញសូមព្រះអង្គទ្រង់សង្ឃឹមចុះក្នុងនគរមិថិលាច្រកណាក៏ទូព្រះបង្គំទាំងដែរព្រះបាទជលនីទ្រង់មានជំនឿហើយឲ្យអនុគេវដៈព្រាមប្រក់ព្រំទ័ពអនុគេវដៈព្រាមបានចំណាប់ក៏ប្រាប់មេទ័ពទាំងអស់ដោយការសម្ងាត់ឲ្យយករូបព្រះមហោសថនិងស្លាកអក្សរថាព្រះមហោសថខ្ទាស់ជាប់នឹងអាវរៀងខ្លួនគ្រប់គ្នាដើម្បីឲ្យតាហ៊ានព្រះមហោសថឃើញនឹងបើកទ្វារឲ្យចូលតាមចិត្តនាយតាហ៊ានទាំងអស់ទទួលធ្វើតាមអនុគេវដៈព្រាមបង្គាប់ឲ្យលើកទ័ពចូលត្រង់ច្រកទាល់ចំលើគូដែលមានក្រពើកាចទាហានទាំងនោះត្រូវក្រពើខំក៏បាក់ទ័ពត្រឡប់ចេញវិញអនុគេវដៈព្រាមបំភ័យព្រះបាទជលនីថាសេនារបស់ព្រះអង្គទាំងអស់ធ្វើការឲ្យព្រះមហោសថទេទាំងអាចារ្យគេវដៈព្រាមតាំងពីបាក់ម្ដងដោយសារដៃមហោសថឥឡូវនេះគាត់ចង់ធ្វើគុតព្រះអង្គយករាជឲ្យព្រះមហោសថវិញដែរព្រះអង្គតូចចុះមនុស្សទាំងអស់សុទ្ធតែពាក់សញ្ញារូបនឹងឈ្មោះមហោសថថាហើយក៏នាំព្រះបាទជលនីជិះសេះរត់ទាំងយប់ទៅប្រោះចោលក្នុងព្រៃស្ងាត់ហើយគេចចូលមកក្នុងនគរមិថិលាវិញអាចារ្យគេវដៈព្រាមនឹងស្ដេច101ព្រះអង្គព្រមទាំងសេនាទាហានបានដឹងជាបាត់ព្រះបាទជលនីក៏ភ័យត្រឡប់មកកាន់នគរឧត្តរបញ្ចាលវិញ អាចារ្យគេវដៈព្រាមមួយថ្ងៃឆ្លុះកញ្ចក់ពី3ដងឃើញស្នាមថ្ងាស់របួសម្ដងខឹងបន្តិចជាអុកជាទុកនៅមិនសុខសោះមួយឆ្នាំកន្លងទៅទើបអាចារ្យគេវដៈព្រាមចង់សម្លាប់ព្រះបាទវិទេហរាជនិងព្រះមហោសថក៏ដឹងថាព្រះបាទជលនីឲ្យបញ្ជូនសារទៅព្រះបាទវិទេហរាជថានឹងថ្វាយព្រះនាងបញ្ចាចន្ទីជាព្រះរាជបុត្រីចំពោះព្រះបាទវិទេហរាជឯព្រះមហោសថជ្រាបឧបាយនោះសពគ្រប់ដោយសារសេកស៊ើបការបានពីនាងសារិកាព្រះអង្គពុំព្រមឲ្យព្រះបាទវិទេហរាជស្ដេចទៅនគរឧត្តរបញ្ចាឡើយដោយហេតុព្រះបាទវិទេហរាជអន្ទះអន្ទែងសពសារព្រះរាជហាតីចំពោះនាងបញ្ចាចន្ទីទើបព្រះអង្គសូមលាព្រះបាទវិទេហរាជសូមឲ្យវរសេនី8នាក់នាំនាយទាហាននាយជាងគ្រប់ប្រភេទ
សូមយកអ្នកទោស4000ធនាគារឲ្យពុយោធានាំទៅរៀបចំសាងកំពែងតែងបូរីដ៏ធំទូលាយឲ្យឈ្មោះថាក្រុងឧបការៈនាខេត្តកបិលខាងនាយទន្លេគង្គាចម្ងាយ1គីឡូវ៉ាត់ជាទីព្រំដែនបានចាត់ឲ្យអាមាត្យធំម្នាក់ធ្វើមន្ទីររាជការមួយចម្ងាយ1យោជន៍ពីគ្នាឲ្យទាហានមួយក្រុមចាំការពារព្រះរាជដំណើរនៃព្រះបាទវិទេហរាជតាំងពីនគរមិថុលាដល់ទន្លេគង្គាហើយព្រះអង្គសូមចូលទៅរៀបចំព្រះបន្លាក្នុងនគរឧត្តរបញ្ចាល៍ដើម្បីរៀបពិធីរាជាភិសេកព្រះបាទជលនីក៏បើកឱកាសឲ្យព្រះបរមពោធិសត្វរៀបចំតាមដំណើរចុះព្រះបរមពោធិសត្វបានឱកាសហើយដាក់ទាហានឲ្យយាមស្បាតគ្រប់ទ្វារវាំងមិនឲ្យអ្នកណាចេញចូលទទួលស្ដេចជលនីបានទើបនាំពលចូលទៅរុះរើប្រាសាទនាងសលទេវីជាព្រះមាតារបស់ព្រះបាទជលនីតរតែសម្ដេចព្រះជន្មនីអង្គវរថ្វាយមាស1000តម្លឹងទើបឈប់ឲ្យគេរុះរើហើយនាំគ្នាទៅរុះរើផ្ទះអាចារ្យគេវដព្រាហ្មណ៍ទៀតអាចារ្យគេវដព្រាហ្មណ៍ក៏ភ័យយកប្រាក់8កោដមកអង្គវរទើបឲ្យគេឈប់រុះរើព្រះអង្គចាត់ការធ្វើព្រះបន្លាព្រមទាំងរៀបចំគ្រឹះស្ថានសម្រាប់ពលសេនាទាហានដែលគ្រាន់តែជាការបង្វែរយោបល់ទាំងប្រឹងខ្វល់ខ្វាយជីកមហាអង្គមង់ក្នុងកំផែងឧបការៈបុរីខេត្តកបិលចិត្តទន្លេគង្គាមានអង្គមង់សម្រាប់ដើរជើងជាប់នឹងមហាអង្គមង់ចុងមកខាងបែកជា2មហាអង្គមង់ចុះមកទន្លេគង្គាចុងមកខាងទៀតមានទ្វារឡើងចំជណ្ដើរប្រាសាទព្រះបាទជលនីជាមហាវិថីយ៉ាងធំក្នុងប្រតិពីជាទីប្រកបដោយគ្រឿងបរិភោគឧបភោគឥតខ្វះកន្លះអ្វីឡើយចាំងដោយរស្មីអគិសនីជាទីឥតអ្នកស្រុកឧត្តរបញ្ចាលណាបានដឹងសោះអស់វេលាបន្ខែទៅហើយក៏ឡើងក្រាបបង្គំគួរសម្ដេចព្រះបាទជលនីដើម្បីហៅព្រះបាទវិទេហរាជមកធ្វើរាជាភិសេកលុះរៀបប្រុងប្រៀបស្រេចហើយក៏នាំសារទទួលព្រះបាទវិទេហរាជសូមស្ដេចមករងចាំនៅព្រះរាជបុរីឧបការៈចាត់ទន្លេគង្គាជាមួយនឹងអាចារ្យទាំង4នាក់ព្រមទាំងរាជបរិពារដ៏ច្រើនឯព្រះបាទជលនីនឹកស្មានថាបានកាត់ព្រះសរងព្រះបាទវិទេហរាជនិងព្រះមហោសថទើបលើកកងទ័ពចេញផុតពីនគរដើម្បីទៅឡោមព័ទ្ធព្រះរាជបុរីឧបការៈនោះពួកសេនារបស់ព្រះមហោសថដែលសង្ងំក្នុងឧមង្គទៀបជើងចណ្ដាព្រះរាជដំណាក់នៃព្រះបាទជលនីដឹងជាស្ងាត់ក្នុងព្រះនគរដូច្នោះក៏ងើបឡើងចាប់ព្រះរាជវង្សានុវង្ស4ព្រះអង្គគឺនាងចន្ទាទេវីជាអគ្គមហេសីនៃព្រះបាទជលនីមួយនាងបញ្ចាលចន្ទីជាព្រះរាជបុត្រីមួយបញ្ចាលច័ន្ទជាព្រះរាជបុត្រាមួយនាងសាលាកទេវីជាព្រះមេដាព្រះបាទជលនីមួយនាំយកតាមអង្គមង់សម្រាប់ជើងមកឡើងឯមហាអង្គមង់ក្នុងបូរីចិត្តទន្លេគង្គាពុំឲ្យអ្នកណាម្នាក់ស្គាល់សោះបណ្ដោះយកទៅទុកនៅគៀនខាងក្នុងប្រក់កំផែងព្រះបាទជលនីប្រថាប់នៅខាងក្រៅកំផែងទ្រង់ព្រះសណ្ដាប់ព្រះយុបំនៃនាងចន្ទាទេវីក៏ត្រាស់ព្រះរាជអង្គការថាសម្លេងនេះដូចជាសម្លេងនាងចន្ទាទេវីអាចារ្យគេវដៈព្រាមថាចន្ទាទេវីណាមកយំទីនេះវិញព្រះបាទវិទេហរាជនិងអាចារ្យទាំង4នាក់ពុំជ្រាបរឿងអ្វីសោះតរតែពេលប្រលប់ដែលកងទ័ពព្រះបាទជលនីមកពាត់ជុំចិត្តទ្រភ្លើងទុងស្គរស្រែកហូស្ទើភ្លុកផែនដីទើបស្រាប់តែភ័យស្ងួតមាត់ស្ងួតកអង្វរព្រះមហោសថឲ្យជួយដោះអំពីសេចក្តីទុក្ខព្រះមហោសថទ្រង់ព្រះសណ្ដាប់សំណោចខ្សឹបខ្សួររបស់ព្រះរាជានោះទើបទ្រង់ព្រះចិន្តាថាព្រះរាជានេះពីថ្ងៃមុនមកពុំព្រមធ្វើតាមពាក្យអញសោះឥឡូវនេះគូអញផ្ចាញ់ផ្ចាលឲ្យដល់កម្រិតម្ដងចុះហើយក្រាបបង្គំទូលថាព្រះអង្គស្រវឹងដោយកាមទើបកន្លងការប្រឹក្សាឥឡូវនេះសូមឲ្យអ្នកប្រាជ្ញទាំង4នាក់របស់ព្រះអង្គរក្សាព្រះអង្គចុះត្រូវជាសត្វល្មោកនុយស្រស់លេបផ្លែសន្ទូចមិនគិតដល់សេចក្តីស្លាប់របស់ខ្លួនប្រសិនបើទ្រង់ស្ដេចទៅកាន់នគរបញ្ចាលម្លេះសំទ្រង់នឹងចោលព្រះអតិធិធក្នុងទីនោះដូចជាមរឹកព្រៃដើរតាមច្រកទ្វារនៃស្រុក
បរោះមានមយាទថោកគិតតែខាងចង់បាននោះដូចជាពស់នៅក្នុងថ្នាក់មុខជាចឹកម្ចាស់ថ្នាក់ពំខានអ្នកមានប្រាជ្ញាមិនត្រូវពិភាក្សានឹងបរោះដែលមានមយាទថោកទាបនោះទេព្រោះថាការគប់រោគបែបនោះទៀងតែបាននៅសេចក្តីទុកអ្នកមានប្រាជ្ញាតែងស្គាល់ថាបុគ្គលណាមានសិលមានការចេះដឹងល្អតែងធ្វើមេត្រីភាពជាមួយបុគ្គលនោះព្រោះការសេពគប់ដោយបុគ្គលនោះរមែងនាំមកនៅសេចក្តីសុខពិតព្រះអង្គធ្លាប់ថាមហោសថជាអ្នកចម្រើនដោយចុងនង្គ័លកូនអ្នកស្រែធ្វើមិនដេចនឹងដឹងសេចក្តីចម្រើនដូចជាអ្នកដតីថាអ្នកទាំងឡាយចូលតាក់កមហោសថអូសទៅចោលឲ្យផុតអំពីដែនអញទៅព្រោះវិហារនិយាយឲ្យអញខានបានស្រីកែវ